សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast រឿងរ៉ាវអាចកំបាំងជាមួយនាងខ្ញុំសុជាតាយប់នេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ទីកន្លែងមួយដែលអ្នកភូមិមិនហ៊ានសូម្បីតែដើរកាត់នាពេលយប់នោះគឺដីទួលអាចកំបាំងហើយថ្ងៃនេះនាងខ្ញុំមានកិត្តិយសណាស់ដែលបានអញ្ជើញលោកពូសារឿនដែលជាចាស់ទុំនៅក្នុងតំបន់នោះផ្ទាល់ដើម្បីមកចែករំលែកបទពិសោធន៍ដ៏រន្ធត់នេះជំរាបសួរលោកពូបាទជំរាបសួរក្មួយស្រីសុជាតានិងសួស្តីអ្នកស្ដាប់ទាំងអស់គ្នារឿងដេកទួលដែលក្មួយលើកយកមកនិយាយនេះវាមិនមែនជារឿងលេងសើចទេវាជាទីកន្លែងដែលវិញ្ញាណមិនទាន់ទៅចាប់ជាតិនៅទីនោះច្រើនណាស់គ្រាន់តែលោកពូនិយាយបែបនេះនាងខ្ញុំចាប់ផ្ដើមព្រឺសម្ពុលតែម្ដងតើលោកពូអាចរៀបរាប់បានទេថាដីទួលនោះមានសភាពបែបណាហើយហេតុអ្វីបានជាវាល្បីថាមានខ្មោចច្រើនម្ល៉េះបាទដីទួលនោះមានដើមឈើធំៗដុកជុំចិត្តសូម្បីតែថ្នេរត្រង់ក៏មើលទៅងងឹតស្លុបដែរកាលពី30ឆ្នាំមុនមានវ៉ាមេណាក់ឈ្មោះភុនគាត់មិនជឿរឿងអ្វីជំនឿទេគាត់ក៏បានយកគោទៅចង់នៅក្បែរទួលនោះចូលបន្ទាប់មកមានរឿងអ្វីកើតឡើងចំពោះគាត់ដែរទេលោកពូដល់ពេលល្ងាចពេលគាត់ទៅយកគោវិញស្រាប់តែឃើញគោគាត់ដេកងាប់ទាំងភ្នែកនៅក្បែរដីទួលនោះចំណែកឯគាត់វិញពេលត្រឡប់មកផ្ទះវិញក៏ចាប់ផ្ដើមនិយាយរវើវាយថាឃើញមនុស្សស្រីស្លៀកសឈរយំនៅលើទួលនោះរាប់សិបនាក់ពុទ្ធោអើយចូលមានអ្នកផ្សេងទៀតដែលធ្លាប់ជួបហេតុការណ៍ស្រដៀងគ្នានេះដែរទេច្រើនណាស់ក្មួយអ្នកភូមិធ្លាប់ឃើញពន្លឺចម្លែកហោះចេញពីទួលនោះនៅយប់ថ្ងៃសិលជួនកាលឮសូរសម្រែកយំសោកបោកខ្លួនជួនកាលឮសូរដូចជាមានការជប់លៀងរំច្រៀងយ៉ាងអ៊ូអរប៉ុន្តែពេលទៅមើលគឺស្ងាត់ជ្រុងងំសូម្បីតែសត្វល្អិតក៏មិនយំដែរស្ដាប់ទៅពិតជាគួរឲ្យខ្លាចខ្លាំងណាស់លោកពូតែតាមជំនឿចាស់ៗពីមុនមកគេថាដីទួលនោះមានប្រវត្តិយ៉ាងម៉េចបានជាមានរឿងបែបនេះកើតឡើងតាមចាស់ៗតំណានមកថាទីនោះគឺជាកន្លែងខុបសពអ្នកស្លាប់ដោយអយុត្តិធម៌តាំងពីសម័យដើមមកម្ល៉េះវិញ្ញាណទាំងនោះនៅតែវិលវល់មិនព្រមទៅណាឡើយព្រោះគេនៅមានកម្មពៀនឹងដីនោះអញ្ចឹងមានន័យថាពួកគាត់ប្រហែលជាចង់ឲ្យយើងដឹងពីវត្តមានរបស់ពួកគាត់ឬក៏ចង់បានបុណ្យកុសលពីយានមែនទេលោកពូបាទប្រហែលជាអញ្ចឹងហើយកាលពីឆ្នាំទៅក៏មានក្រុមយុវជនមកពីភ្នំពេញគេមកបោះតង់ក្បែរនឹងដើម្បីចង់ដឹងការពិតជប់នោះពួកគាត់រត់ប្រសាទពេញភូមិខ្លះសន្លប់បាត់ស្មារតីព្រោះឃើញខ្មោចឡងទាំងហ្វុងតែម្ដងអូហូស្ដាប់ហើយនឹងគីមលែងហ៊ានទៅក្បែរដងបាននោះម្នាក់ឯងហើយតើលោកពូមានពាក្យផ្ដាំផ្ញើអ្វីខ្លះដល់អ្នកស្ដាប់បើសិនជាពួកគេត្រូវធ្វើដំណើរឆ្លងកាត់កន្លែងបែបនោះបាទសំខាន់បំផុតគឺការគោរពបើមិនជឿក៏កុំប្រមាថបើដាច់កាត់ត្រូវមានស្មារតីរឹងមាំកុំភ័យស្លន់ស្លោពេកហើយបើអាចគួរតែឧទ្ទិសកុសលឲ្យពួកគាត់ផងដើម្បីសេចក្តីសុខសាន្តទាំងអស់គ្នាពិតជាអរគុណលោកពូសារឿនខ្លាំងណាស់សម្រាប់រឿងរ៉ាវដ៏រន្ធត់និងដំបងបានល្អៗនៅយប់នេះសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាទទួលបាននូវអារម្មណ៍ប្លែកនិងចំណេះដឹងពីកម្មវិធីយើងជាចុងក្រោយសូមជូនពរលោកអ្នកឲ្យមានសុភមង្គលនិងជួបតែសំណាងល្អគ្រប់គ្នាកុំភ្លេចតាមដានកម្មវិធីយើងនៅសប្តាហ៍ក្រោយទៀតរាត្រីសួស្តី